សូមស្វាគមន៍មកកាន់រឿងប្រឡំលោកបុរាណត្បូងមរកត The Emerald Gem តួអង្គសំខាន់ក្នុងរឿងមានវិបុលជាបុរសកំសត់ជាយុវជនមានចិត្តស្មោះត្រង់និងមានថ្វីដៃឯកខាងឆ្នៃត្បូងមរកតដែលមានចិត្តតស៊ូខ្ពស់មុននីជានារីទន់ភ្លន់ជាកូនស្រីមហាសេដ្ឋីដែលមានសម្រស់ស្រស់សោភានិងមានចិត្តមេត្តាចំពោះអ្នកក្រីក្រឧកញ៉ាវិបុលស័ក្តិជាម្ដាយចិត្តរឹងជាអភិជនដែលមានអំណាចនិងមានមោទនភាពចំពោះកិត្តិយសគ្រួសារលើសអ្វីទាំងអស់រិទ្ធីជាបុរសមានចិត្តច្រណែនជាបុរសដែលមានចិត្តអាក្រក់ច្រណែនឈ្នានីសនិងព្យាយាមបំផ្លាញអ្នកដទៃដើម្បីប្រយោជន៍ខ្លួនសូមអញ្ជើញសន្តាប់និងទស្សនាដោយមេត្រីនៅក្នុងភូមិគ្រឹះបុរាណមួយនាឆាយក្រុងដែលព័ទ្ធជុំវិញដោយសួនផ្កាជំរុះពណ៌ពន្លឺព្រះអាទិត្យពេលព្រឹកបានជះកាត់តាមបង្អួចរោងជាងច្នៃត្បូងវិបុលជាជាងច្នៃត្បូងដ៏ចំណានកំពុងអង្គុយផ្ចង់ស្មារតីលើដុំត្បូងមរកតពណ៌បៃតងស្រស់ដែលជាវត្ថុដ៏មានតម្លៃបំផុតសម្រាប់ស្នាដៃរបស់លោកស្រាប់តែវត្តមានរបស់នាងមុនីបានបង្ហាញឡើងធ្វើឲ្យបរិយាកាសក្នុងរោងជាងដែលស្ងប់ស្ងាត់ប្រែជាមានភាពស្រស់បំព្រេងភ្លាមៗកែវភ្នែកទាំងពីរបានប្រសពគ្នាបង្កប់នូវអត្ថន័យស្នេហាដ៏ជ្រាលជ្រៅដែលមិនអាចថ្លែងចេញជាវាចាបាននៅចំពោះមុខឋានៈដ៏ខុសគ្នាវិបុលបានឱនក្បាលគោរពដោយភាពសម្រម្យប៉ុន្តែក្នុងចិត្តវិញកំពុងតែញាប់ញ័រព្រោះតែសម្រស់ដ៏លើសលប់របស់នារីដែលខ្លួនលួចស្រឡាញ់នេះគឺជាការចាប់ផ្ដើមនៃចំណងស្នេហ៍ដ៏អាថ៌កំកាងដែលកំពុងតែដំពង់លុបឡើងយ៉ាងស្ងៀមស្ងាត់ក្នុងរោងជាងតូចមួយនេះរិទ្ធីដែលជាកូនប្រុសរបស់មន្ត្រីធំម្នាក់និងជាអ្នកដែលប៉ងចង់បានមុនីបានឃើញភាពស្និទ្ធស្នាលរវាងវិបុលនិងមុនីដោយក្តីក្តៅក្រហាយចិត្តច្រណែនបានដុតរំលាយសីលធម៌របស់គេហើយគេក៏ចាប់ផ្ដើមរៀបចំផែនការអាក្រក់ដើម្បីកម្ចាត់វិបុលចេញពីផ្លូវរបស់គេបានសង្កេតមើលគ្រប់សកម្មភាពរបស់វិបុលជាពិសេសគឺការច្នៃត្បូងមរកតដ៏មានតម្លៃបំផុតដែលឧកញ៉ាវិបុលស័ក្តិបានប្រគល់ឲ្យរិទ្ធីដឹងថាว่าគេអាចធ្វើឲ្យត្បូងនោះបាត់បង់ឬខូចខាតវិបុលប្រកាសជាត្រូវវិនាសជាមិនខានក្នុងចិត្តរបស់រិទ្ធីពូពេញដោយល្បិចកលពីសពលគេបានជួលមនុស្សឲ្យតាមដាននិងរកឱកាសល្អដើម្បីអនុវត្តផែនការទុច្ចរិតរបស់ខ្លួនភាពស្ងប់ស្ងាត់មុនពេលមានព្យុះភ្លៀងបានចាប់ផ្ដើមគ្របដណ្ដប់លើជីវិតរបស់គូស្នេហ៍ទាំងពីរថ្ងៃមួយឧកញ៉ាវិបុលស័ក្តិបានហៅវិបុលមកជួបនិងបានប្រគល់ត្បូងមរកតដ៏ធំមួយដែលជាមរតកគ្រួសារឲ្យគេច្នៃជាគ្រឿងលម្អដ៏វិសេសវិសាលលោកឧកញ៉ាបានបញ្ជាក់ថាបើវិបុលធ្វើបានសម្រេចគេនឹងទទួលរង្វាន់ធំប៉ុន្តែបើមានបញ្ហាអ្វីកើតឡើងគេត្រូវទទួលខុសត្រូវដោយជីវិតវិបុលទទួលភារកិច្ចនេះដោយភាពជឿជាក់ប៉ុន្តែក៏មានសម្ពាធយ៉ាងធ្ងន់ធ្ងរលើស្មាផងដែរគេដឹងថាការងារនេះមិនត្រឹមតែជាការបង្ហាញថ្វីដៃប៉ុណ្ណោះទេប៉ុន្តែក៏ជាឱកាសដើម្បីបង្ហាញតម្លៃខ្លួនឯងដល់លោកឧកញ៉ាទៀតផងមុននេះបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិឲ្យជួយការពារវិបុលពីគ្រោះថ្នាក់ទាំងឡាយព្រោះនាងមានអារម្មណ៍មិនល្អចំពោះរឿងនេះនាងបានដាស់តឿនវិបុលឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតនៅក្នុងការថែរក្សាត្បូងដ៏មានតម្លៃនោះវិបុលបានចំណាយពេលទាំងយប់ទាំងថ្ងៃនៅក្នុងរោងជាងដើម្បីច្នៃត្បូងមរកតនោះឲ្យមានពន្លឺចែងចាំងបំផុតរាល់ស្នាមដាប់និងការខាត់នីមួយៗត្រូវបានធ្វើឡើងដោយក្តីស្រឡាញ់និងការយកចិត្តទុកដាក់ខ្ពស់បំផុតរូបភាពរបស់មុនីតែងតែអណ្ដែតឡើងក្នុងចិត្តរបស់គេជាកម្លាំងចិត្តឲ្យគេតស៊ូនឹងភាពនឿយហត់
เกจองออยตะบงนี้คล้ายจิสักขีเพียบในสเนหาบริสุทธิ์ได้เก้เมียนจปวเนียงตุใบจิฐานะคกเนี่ยอย่างนาก็ดอยคลองหยบดอสงบสงัดมวยคณะใดตะบง71รูจรอลตัวเฮาวิบลบานสำรักมวยแพลดดอยเพียบหอดเหนื่อยเกมันดังเตท้าโกรธนักกำปงแต่รำเกียลคลุ่นโจรหมอกอย่างจิตบำพดเนอกราวปนลือเปลือแคเป็นโบมีวิปลหนึ่งมนนี้บานลวยจูบกันเนเนมอดตึกประกาโชกดำใบพลาบดูเปียกสานยาจีจงกราวมนนี้บานพดอลกันสายจุดหมุกได้เนียงปะดอใดตัวดอลวิปลดำใบจีกำลังจัดขโนกาปัวเปียอุปสรรควิปลบานสอนยาทาหนึ่งนอมโยกกติโยหมกจูเนียงวิงตามริยาสนาใดชนัยตบงดออจานีปัวเกมันดังเตทานี่คือจีหยบจงกราวในเพียบสุขสานมนเปเรื่องราวดอกขมางงเงิดหนึ่งหมกดอลจอลตระเจียกบกหมกปากกายทเวออยปัวเกเมียงอารอมเรืองเงียดอลแบดดองหะโดยจีประพนลอากรอเอาไว้มวยกาเลียกันเนเตียงอาลออะไรบานบรรจบเตยสรอเปแดรทีกำปงตาลวดมือพิกรอยดามเชอทอมมวยนึเปียกันดาลอัตราดรทีบานปราวมุนอากุมมอย่างฟือเอาเนยยิมหนึ่งวิบุลสันลบบัดสมาระใดย่างเจริเกบานโจเตยขนงโรงเจียงหอยลวดยกทบวงมรกตได้วิบุลบานในย่างสะอาดโนเจงเตอบัดดำใบตุมเลียกกำหกเอาวิบุลรทีบานโยกกะเมียรบคลูนดักเจ้าขนุงโปรอบทบวงวิงดำใบเอาเกสมานทาวิบุลลวดลวกตะบงโนเกยุยิมดอยจัดอะกรอกปรุดังทาเลือกนี่วิบุลมันอาจดอกคลูนรูดลอยมุนเปจะเจนรทีก็บานบำพลายอุปกรณ์ในตะบวงมวยจำนวนดำใบเอามือต้อยโดจีเมียนกาประตายประตอบกันนี่แผนกาดอซาฮาวนี่ตรีบานรีบจมหลังอย่างมดจดบำพดเนียเปลปรึกประลมสำเลงแสรกชาวลาวบานบนลื้อลางเป็งภูมิกฤษเนเปลไดเกโรเคยท้าสมาระไดรกว่าวิบุลเติบแต่ดังคลูนหอยตบงมรกตบ้านบัดปีประอบวิบุลเมียนกาตกสลุดจีคลังหอยพยยิมสวายรกตบงนกกรุบตีคนแรงบนตายรกมันเคยลอยโลกอกยาวิบุลศักบ้านหมกดอลดอยก็ได้โกรธเคืองอย่างคลังเนเปลได้เคยตะบงมรดกกรูสาบัดบองโลกมันสดับกาปนยนระเบาวิบุลลอยหายบานบัญชีอ่อยโกนเจ้าแชกชีโรงเชียงพลีมเนเปลได้เคยกะเมียเนื้อขนึงประอบตะบงมนุษย์กรบขเนียบานสอนนิทานท้าวิบุลคือจีเจ้าลวดตะบงดำไปยกตะลูกพีบสมอตรองระบาวิบุลดาวเกเมื่อรมลองหอยเกถือบานเคจับคลูนพลีมวิบุลเตราเกจองสลาบเซกหนึ่งนวมคลวนต่อจุมปุมกยะภูมิหนึ่งโลกโอกัญญาดำใบตุตูลกาวินิจฉัยมนุษย์จุมวิงคลวนได้ทลอบแต่สาเกไอเหล่านี้บายจีเจประมาทหนึ่งสดอตึกหมดดะเกดอยเพียบเมินเงยฤทธีโชมือปีจำงายดอยสนามยนยิมใจจำแนะหักโดยจีขเมียนเรื่องเอาไว้เกิดลางจมปวรุดเกลายเกแถมแต่งดาตัวลวงมุนนี้ดำใบบังหายปีเพียบจัดละอคลายคลายระเบาะเกเตียดพองวิบลเมียนอารมณ์ชื่อจับบำพดมันแม้นโดยซาแต่กาเจ้าประกันหลายเปิงตาโดยซาแต่เคยมุนนี้ตรือโชยุมโดยเพียบออสังคมกิตติโยระบอกเกตรือบานกำตัดเจ้าขนองระยะเปรตรมแต่หมูยุบปนอมันนี้มันจีระตวลแต่ซะทาวิบลจีมนุอักรกแบบนี้เนียงดังจุบะปีจารัตเลียคณะปตรวเกเนียงบานองวอกอโลกอุปุกเอาพิจารณาหลังเว้นป
ប៉ុន្តែលោកឧបកញ្ញាកំពុងតែខឹងខ្លាំងមិនព្រមស្ដាប់អ្វីទាំងអស់នាងបានរត់ទៅបន្ទប់ឯកជនរបស់នាងហើយយំសោកបោកខ្លួនដោយក្តីវេទនាជាពន់ពេកក្នុងចិត្តនាងមានតែភាពសោកសៅនិងការចង់ជួយសង្គ្រោះមនុស្សដែលនាងស្រឡាញ់ចេញពីគ្រោះថ្នាក់នេះនាងចាប់ផ្ដើមសង្ស័យលើរិទ្ធីព្រោះនាងបានឃើញរិទ្ធីដើរចេញពីរោងជាងកាលពីយប់មិញប៉ុន្តែនាងគ្មានភ័ស្តុតាងអ្វីសម្រាប់បញ្ជាក់ឡើយនាងត្រូវតែរកវិធីដើម្បីលាងជម្រះភាពស្អាតស្អំជូនវិបុលឲ្យខាងតែបានវិបុលត្រូវគេយកទៅឃុំឃាំងក្នុងគុកងងឹតមួយដែលពោពេញដោយភាពសើមនិងក្លិនអាក្រក់ក្នុងភាពងងឹតនោះគេបានត្រឹមតែអង្គុយនឹកឃើញដល់អនុស្សាវរីយ៍ផ្អែមល្ហែមជាមួយមុនីនិងពាក្យសន្យាដែលធ្លាប់មានចំពោះគ្នាគេបានសួរខ្លួនឯងថាហេតុអ្វីបានជាវាសនាធ្វើបាបគេយ៉ាងនេះខណៈដែលគេតែងតែប្រកាន់ខ្ជាប់នៅភាពស្មោះត្រង់ទឹកភ្នែកបរោះបានស្រក់ចុះមកលើត្បួលក្នុងពេលដែលគេមានអារម្មណ៍ថាគ្មាននរណាម្នាក់ជឿគេឡើយទោះជាយ៉ាងណាក្នុងចិត្តរបស់គេនៅតែមានសង្ឃឹមតិចតួចថាថ្ងៃណាមួយការពិតនឹងត្រូវលាកត្រដាងគេបានសូត្រធម៌បួងសួងសុំឲ្យភាពយុត្តិធម៌កើតមានដល់រូបគេវិញលោកឧកញ្ញាវិពុលស័ក្តិបានដាក់ឱសានវត្តឲ្យវិពុលថាបើមិនព្រមប្រគល់ត្បូងមកវិញឬប្រាប់ថាបានយកទៅលក់នៅឯណាទេគេនឹងត្រូវប្រហារជីវិតនៅ3ថ្ងៃទៀតនេះគឺជាសម្ពាធដ៏ធ្ងន់ធ្ងរដែលធ្វើឲ្យវិពុលស្ទើរតែដាច់ខ្យល់ស្លាប់រិទ្ធីបានមកសួរសុខទុក្ខវិពុលក្នុងគុកដើម្បីឌឺដងនិងប្រាប់ថាគេនឹងរៀបការជាមួយមុនីក្នុងពេលឆាប់ៗនេះការប្រមាថនេះបានធ្វើឲ្យវិពុលខឹងយ៉ាងខ្លាំងប៉ុន្តែគេមិនអាចធ្វើអ្វីបានឡើយព្រោះជាប់ចំណងរិទ្ធីបានប្រាប់វិពុលថាប្រសិនបើគេព្រមទទួលកំហុសនិងចាក់ចេញពីភូមិគេនឹងជួយសង្គ្រោះជីវិតប៉ុន្តែវិពុលបានបដិសេធដាច់ខាតព្រោះគេសុខចិត្តស្លាប់ប្រសើរជាងរស់នៅដោយមានឈ្មោះជាចៅនៅយប់ទី2មុនីបានសូកពាន់នៅយាមគុកដើម្បីជួបវិបុលជាសម្ងាត់នៅពេលដែលឃើញស្ថានភាពដ៏គួរឲ្យអាណិតរបស់វិបុលនាងបានអបគេទាំងទឹកភ្នែកហូរស្រក់ចុះមកវិបុលបានប្រាប់នាងឲ្យចាកចេញទៅវិញព្រោះខ្លាចនាងមានគ្រោះថ្នាក់ប៉ុន្តែម្ដាយមុនីមិនព្រមឡើយនាងបានប្រាប់វិបុលថានាងជឿជាក់លើគេជានិច្ចហើយនាងកំពុងតែព្យាយាមរកភស្តុតាងដើម្បីជួយគេមុនីបានប្រាប់វិបុលថានាងបានឃើញកន្សែងដៃដែលនាងប៉ាក់ឲ្យគេធ្លាក់នៅក្បែរផ្ទះរបស់រិទ្ធីនេះគឺជាទម្រុយដំបូងដែលធ្វើឲ្យពួកគេមានសង្ឃឹមឡើងវិញក្នុងការរកការពិតរិទ្ធីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំដើម្បីអបអរសាទរការដែលគេនឹងត្រូវភ្ជាប់ពាក្យជាមួយមុនីគេបានបង្ហាញភាពមានបានរបស់គេនិងភាពជោគជ័យក្នុងការកម្ចាត់គូប្រជែងចេញពីជីវិតប៉ុន្តែក្នុងចិត្តរបស់គេនៅតែមានភាពភ័យខ្លាចថាមាននរណាម្នាក់ដឹងអាថាកំបាំងរបស់គេបានលាក់ត្បូងមរកតនោះនៅក្នុងប្រអប់សម្ងាត់មួយនៅក្រោមគ្រែដេករបស់គេដោយគិតថាគ្មាននរណារកឃើញឡើយខណៈដែលគេកំពុងសប្បាយជាមួយការផឹកស៊ី
ញាក់បំរើចំណាស់ម្នាក់របស់គេដែលធ្លាប់ស្រឡាញ់វិបុលដោយកូនបានលួចស្ដាប់ឮរិទ្ធីនិយាយជាមួយកូនចៅអំពីការលាក់ត្បូងនោះ អ្នកបំរើចំណាស់នោះបានប្រញាប់ទៅប្រាប់មុនីអំពីអ្វីដែលគាត់បានឮមុនីមានអារម្មណ៍រំភើបជាខ្លាំងហើយបានរៀបចំផែនការជាមួយអ្នកបំរើនោះដើម្បីលួចយកត្បូងមរតមកវិញនាងដឹងថានាងត្រូវតែធ្វើរឿងនេះដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុតព្រោះបារិទ្ធីដឹងខ្លួនផែនការទាំងអស់នឹងត្រូវរលាយនាងបានរងចាំរហូតដល់រិទ្ធីស្រវឹងជោគជាមទើបចាប់ផ្ដើមសកម្មភាពដោយមានជំនួយពីអ្នកបម្រើស្មោះត្រង់មុនីបានចូលទៅក្នុងបន្ទប់របស់រិទ្ធីនិងបានរកឃើញត្បូងមរកដែលបាត់បង់នោះពិតមែននាងបានយំដោយក្តីត្រេកអរព្រោះដឹងថាវិពុលនឹងត្រូវបានរួចខ្លួនហើយថ្ងៃប្រហារជីវិតបានមកដល់មនុស្សម្នាបានមកជួបជុំគ្នានៅកណ្ដាលភូមិដើម្បីមើលការវិនិច្ឆ័យទោសចុងក្រោយវិពុលបានគេនាំមកកាន់កន្លែងប្រហារជីវិតដោយមានទុកមុខស្ងប់ស្ងាត់និងមាំមួនបើទោះបីជាដឹងថាជីវិតខ្លួនជិតដល់ទីបញ្ចប់ក៏ដោយលោកឧកញ៉ាវិពុលស័ក្តិបានសួរវិពុលជាលើកចុងក្រោយថាតើមានអ្វីចង់និយាយដែរឬទេវិពុលបានឆ្លើយដោយសំឡេងខ្លាំងៗថាខ្លួនមិនបានធ្វើអ្វីខុសឡើយហើយសេចក្តីស្លាប់មិនមែនជាអ្វីដែលគេខ្លាចជាងការបាត់បង់កិត្តិយសឡើយស្រាប់តែក្នុងពេលនោះសំឡេងស្រែករបស់មុនីបានបន្លឺឡើងពីចម្ងាយធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងនាងកំពុងតែរត់មកយ៉ាងលឿនសម្ដៅមកកាន់កន្លែងវិនិច្ឆ័យទោសការពិតត្រូវបានលាតត្រដាងយ៉ាងច្បាស់ក្រឡែតរិទ្ធីបានដួលទៅលើដីនិងសារភាពកំហុសទាំងភ័យខ្លាចលោកអុកញ៉ាមានការសោកស្ដាយយ៉ាងខ្លាំងដែលបានជឿលើមនុស្សអាក្រក់និងបានធ្វើបាបមនុស្សស្មោះត្រង់ដូចជាវិបុលលោកបានបញ្ជាឲ្យដោះលែងវិបុលភ្លាមនិងបានសុំទោសគេនៅចំពោះអ្នកភូមិទាំងអស់វិបុលបានក្រោកឈរឡើងវិញដោយមោទនភាពប៉ុន្តែក្នុងភ្នែករបស់គេបែរជាពោពេញដោយក្តីគុកទួចំពោះមុនីបានរត់ទៅអបវិបុលទាំងទឹកភ្នែកហូរជោកថ្ពាល់វាគឺជាខណៈពេលដែលមហាជនគ្រប់គ្នាមានការរំភើបចាត់ជាពុនពេកភាពយុត្តិធម៌បានត្រឡប់មកវិញតាមរយៈការលះបង់និងភាពក្លាហានរបស់ស្ត្រីម្នាក់រិទ្ធីត្រូវបានជាចាប់ខ្លួនទៅដាក់គុកជំនួសវិបុលនិងត្រូវដកហូតបុណ្យស័ក្តិទាំងអស់ដើម្បីជាការដាក់ទោសលោកអុកញ៉ាបានរៀបចំពិធីជប់លៀងដ៏ធំមួយដើម្បីលាងជម្រះកិត្តិយសជូនវិបុលនិងប្រកាសឲ្យគេក្លាយជាជាងច្នៃត្បូងប្រចាំគ្រួសារលោកអុកញ៉ាក៏បានយល់ព្រមឲ្យវិបុលនិងមុនីរៀបការជាមួយគ្នាព្រោះលោកបានឃើញពីចិត្តផ្កិតផ្គៀបនិងភាពអង់អាតរបស់ពួកគេទាំងពីរភូមិគ្រឹះទាំងមូលបានប្រែជាមានសេចក្តីសុខឡើងវិញទោះជាយ៉ាងណាវិបុលនៅតែមានអារម្មណ៍ក្រៀមក្រំខ្លះៗចំពោះស្លាកស្នាមនៃភាពអយុត្តិធម៌ដែលគេបានឆ្លងកាត់គេដឹងថាជីវិតមិនមែនជារឿងងាយស្រួលឡើយប៉ុន្តែស្នេហាគឺជាកម្លាំងរុញច្រានឲ្យគេអាចឆ្លងកាត់គ្រប់ឧបសគ្គនៅថ្ងៃមង្គលការដ៏អធិកធមវិពុលបានបំពាក់ចិញ្ចៀនត្បូងមរកតដែលគេបានច្នៃយ៉ាងសម្រិតសម្រាំងបំផុតឲ្យទៅមុនីពន្លឺនៃត្បូងមរកតបានឆ្លុះបញ្ចាំងពីសេចក្តីសុខនិងក្តីសង្ឃឹមថ្មីសម្រាប់អនាគតរបស់ពួកគេទាំងពីរពួកគេបានសម្លឹងមើលទៅមេឃដ៏ស្រឡះនិងនឹកឃើញដល់គ្រាដ៏លំបាកដែលពួកគេបានឆ្លងកាត់ជាមួយគ្នាស្នេហារបស់ពួកគេមិនត្រឹមតែជាការរួមរស់ប៉ុណ្ណោះទេប៉ុន្តែក៏ជាសក្ខីភាព
នៃភាពស្មោះត្រង់ដែលឈ្នះលើសេចក្តីអាក្រក់ទាំងពួងទោះបីជាជីវិតមានភាពផ្អែមល្ហែមប៉ុន្តែក៏មានភាពស្រងែកស្រងោចខ្លះៗនៃស្រមោលអតីតកាលដែលមិនអាចបំភ្លេចបានរឿងរ៉ាវរបស់ពួកគេបានក្លាយជានិទានកាលដ៏ល្បីឡើងតរៀងមកក្នុងនាមជាត្បូងមរកតនៃភក្តីភាពដែលចែងចាំងក្នុងចិត្តមនុស្សគ្រប់រូប